សន្តិសុខសម្រាប់ធ្នាប់សង្គមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជាការងារអាទិភាពបំផុតរបស់រដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់រំលឹកថាដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមអនឡាញប្រព័ន្ធបច្ចេកវិទ្យានិងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះដែលបណ្ដាប្រតិកលាគ្នាពីប្រទេសមួយទៅប្រទេសមួយរដ្ឋាភិបាលនីតិកាលទី6នៃរដ្ឋសភារហូតដល់ដើមនីតិកាលទី7នៃរដ្ឋសភាបានចាត់ទុកវិធានការជាច្រើនលើឧក្រិដ្ឋកម្មមួយនេះដោយទទួលបានផលវិជ្ជមានជាច្រើនតាមរយៈសារពិសេសជូនចំពោះពុកម៉ែបងប្អូនជំរុញជាតិកាលពីប្រលប់នៅថ្ងៃទី13ខែមករាសម្ដេចធិបតីបានបញ្ជាក់ថាការសម្រេចចិត្តរបស់រដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងការកំណត់ថាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគឺជាតបកិច្ចអតិភិបនៅក្នុងការរបៀបរបបនយោបាយរបស់ខ្លួនគឺពុំមែនជាការចែកដល់ឡើយសម្ដេចធិបតីបន្ថែមថាការដាក់ចេញវិធានការយ៉ាងម៉ឺនម៉ាត់និងមុតស្រួចជាបន្តបន្ទាប់នៅលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានានានេះពេលកន្លងមកគឺជាសមត្ថភាពមួយនៃការអនុវត្តការបដិញ្ញាចិត្តខាងនយោបាយរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះដែលជាក្តីកង្វល់រួមរបស់កម្ពុជាតំបន់និងពិភពលោកតាមសម្ដេចធិបតីសន្តិសុខនិងសម្រាប់ធ្នាប់សង្គមនិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគឺជាអត្ថប្រយោជន៍មួយនៃគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាចំណុចដ៏សំខាន់មួយនៅពេលនេះបន្ថែមពីលើកិច្ចខំប្រឹងប្រែងលើតបកិច្ចអតិភិបសំខាន់ៗរបស់ជាតិផ្សេងទៀត